នៅថ្ងៃទី16ខែកក្កដាឆ្នាំ1969ម៉ោង 9:32 នាទីព្រឹកម៉ោងនៅ Florida សហរដ្ឋអាមេរិកត្រូវនឹងម៉ោង 1:32 នាទីរសៀលម៉ោងសកល Rocket Saturn V ត្រូវបានគេបាញ់បង្ហោះចេញពី Cape Canaveral នៅពីលើ Rocket នេះគឺយានអវកាសនៃបេសកកម្ម Apollo ទី11ផ្ទុកអវកាសយានិកចំនួន3រូបគឺ Neil Armstrong ជាមេបញ្ជាការ Michael Collins ជាអ្នកបើកបរយានធំដែលគេហៅតាមភាសាអង់គ្លេសថា Command and Service Module ហើយដែលនៅក្នុងបេសកកម្ម Apollo ទី11នេះគេប្រសិទ្ធនាមឲ្យថា Columbia និងទី3គឺ Buzz Aldrin អ្នកបើកបរគូនយានសម្រាប់ចុះចតលើដីព្រះច័ន្ទតាមភាសាអង់គ្លេសថា Lunar Module ហើយដែលគេប្រសិទ្ធនាមឲ្យថា Eagle 2 នាទីនិង42 វិនាទីក្រោយពីត្រូវបាញ់ចេញពីដីកំណត់ទី1នៃ Saturn V ត្រូវផ្ដាច់ចេញពីទូរ៉ូកែតហើយម៉ូទ័រនៃកំណត់ទី2ក៏ចាប់ផ្ដើមដំណើរការបន្តមុននឹងត្រូវផ្ដាច់ខ្លួនចេញដែរដោយទុកឲ្យកំណត់ទី3ជាអ្នកបន្តវេននាំអាប៉ូឡូទី11ទៅដាក់នៅក្នុងគន្លងតារាវិថីជុំវិញភពផែនដីរបស់យើងក្រោយពីហោះបាន2ម៉ោងនិង44នាទីនឹងធ្វើដំណើរជុំវិញផែនដីបានមួយជុំកន្លះកំណត់ទី3នៃ Rocket Saturn V ក៏បានចាប់ផ្ដើមបញ្ឆេះម៉ូទ័ររបស់ខ្លួនឡើងសាច់ជាថ្មីម្ដងទៀតដើម្បីរុញយានអាប៉ូឡូទី11ឲ្យចេញផុតពីគន្លងតារាវិថីនៃភពផែនដីហើយធ្វើដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទនៅថ្ងៃទី19កក្កដាក្រោយពីបានចំណាយពេល3ថ្ងៃហោះកាត់ទីអវកាសនៅក្នុងចម្ងាយផ្លូវរហូតដល់ទៅជិត40,000 គីឡូម៉ែត្រអាប៉ូឡូទី11ក៏បានធ្វើដំណើរមកដល់ព្រះច័ន្ទដោយពីដំបូងត្រូវហោះឲ្យហួសទៅដល់ខាងក្រៅព្រះច័ន្ទរួចហើយបន្ថយល្បឿនដើម្បីអាចហោះចូលទៅក្នុងគន្លងតារាវិថីជុំវិញព្រះច័ន្ទនៅថ្ងៃទី20កក្កដាក្រោយពីបានហោះជុំវិញព្រះច័ន្ទជាច្រើនជុំរហូតអាចស្ថិតនៅក្នុងគន្លងតារាវិថីមួយដែលមានស្ថិរភាពទៅតាមការចង់បានរួចហើយអវកាសយានិកពីររូបគឺ Neil Armstrong និង Buzz Aldrin ក៏បានចូលទៅក្នុង Lunar Module រួចហើយផ្ដាច់ខ្លួនចេញពីយានធំសម្ដៅទៅចុះចតលើដីព្រះច័ន្ទចំណែកឯ Michael Collins គឺបន្តស្ថិតនៅក្នុងយានធំហោះចាំនៅខាងលើនៅក្នុងគន្លងតារាវិថីជុំវិញព្រះច័ន្ទ Tranquility Base here. The Eagle has landed. Roger, Tranquility. នៅម៉ោង 8:17 នាទីយប់ថ្ងៃទី20កក្កដាម៉ោងសកល Lunar Module ក៏បានចុះចតទៅដល់ដីព្រះច័ន្ទនៅត្រង់តំបន់មួយដែលគេឲ្យឈ្មោះថា Sea of Tranquility ក្រោយពីបានសម្រាកនៅក្នុងយានប្រមាណជា3ម៉ោងអវកាសយានិកទាំងពីររូបក៏បានចាប់ផ្ដើមរៀបចំខ្លួនចេញពីយានដោយ Neil Armstrong ដែលជាមេបញ្ជាការជាអ្នកចេញមុនហើយបានក្លាយទៅជាមនុស្សដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានឈានជើងជាន់លើដីព្រះច័ន្ទនៅម៉ោង 2:56 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី21កក្កដាគឺមុន Buzz Aldrin ប្រមាណជា20នាទី It's one small step for man, one giant leap for mankind. Neil Armstrong និង Buzz Aldrin បានចំណាយពេលលើដីព្រះច័ន្ទគិតជាសរុបចំនួនជាង21ម៉ោងដោយនៅក្នុងនោះមានមួយផ្នែកធំគឺចំណាយពេលធ្វើការនិងសម្រាកនៅក្នុងគូនយាន Lunar Module ចំណែកឯជាង2ម៉ោងផ្សេងទៀតគឺធ្វើការនៅលើដីព្រះច័ន្ទដោយផ្ទាល់ដើម្បីធ្វើការពិសោធន៍ខាងវិទ្យាសាស្ត្រព្រមទាំងប្រម៉ែប្រមូលយកថ្មពីព្រះច័ន្ទត្រឡប់ទៅផែនដីវិញដើម្បីបន្តសិក្សាលម្អិតអំពីព្រះច័ន្ទនៅម៉ោង 5:54 នាទីល្ងាចថ្ងៃទី21កក្កដា Neil Armstrong និង Buzz Aldrin ក៏បានហោះចេញពីផ្ទៃដីព្រះច័ន្ទដោយប្រើផ្នែកខាងលើនៃកូនយានតែក៏ពិតទៅកូនយាន Lunar Module នេះត្រូវបានគេចែកចេញជាពីរផ្នែកគឺផ្នែកខាងក្រោមដែលគេហៅថា Descent Stage ហើយដែលគេប្រើសម្រាប់ចុះចតលើព្រះច័ន្ទនិងក្រោមមកទៀតត្រូវប្រើជាជើងទម្រសម្រាប់បាញ់បង្ហោះផ្នែកខាងលើដែលគេហៅថា Ascent Stage ដើម្បីនាំអវកាសយានិកទាំងពីររូបចេញពីផ្ទៃដីព្រះច័ន្ទត្រឡប់ទៅកាន់យានធំវិញដែលកំពុងតែហោះចាំនៅខាងលើក្នុងគន្លងតារាវិថីជុំវិញព្រះច័ន្ទក្រោយពីបានហោះទៅតភ្ជាប់ជាមួយនឹងយានធំ
ហើយ Neil Armstrong និង Buzz Aldrin បានផ្ទេរទៅកាន់យានធំរួចហើយផ្នែកចុងក្រោយនៃ Lunar Module នេះក៏ត្រូវបានគេផ្ដាច់ចេញផងដែរមុននឹងបញ្ឆេះ motor យានធំឲ្យចាក់ចេញពីគន្លងតារាវិថីនៃព្រះច័ន្ទហោះសម្ដៅត្រឡប់ទៅកាន់ភពផែនដីវិញដោយត្រូវចំណាយពេល3ថ្ងៃដូចជាការពីពេលហោះពីផែនដីទៅកាន់ព្រះច័ន្ទនោះដែរតាមការពិតទៅយានធំឬ Command and Service Module នេះក៏ត្រូវគេចែកចេញជាពីរផងដែរគឺ Service Module ជាផ្នែកធំរាងស៊ីឡាំងហើយដែលមានផ្ទុកប្រព័ន្ធម៉ាស៊ីនសម្រាប់ដំណើរការយាននិង Command Module ដែលជាផ្នែកតូចខាងមុខមានរាងដូចជាសាជីហើយដែលជាបន្ទប់បើកបរមានផ្ទុកអវកាសយានិកទាំង3រូបនៅពេលដែលយានហោះជិតមកដល់ភពផែនដី Command Module និង Service Module ត្រូវបានគេផ្ដាច់ចេញពីគ្នាដោយទុកតែ Command Module មួយតែប៉ុណ្ណោះឲ្យហោះចុះមកផែនដីវិញក្រោយពីត្រូវបន្ថយល្បឿនដោយសារភាពកកិតនិងស្រទាប់បរិយាកាសនៃភពផែនដីផងនិងក្រោយមកទៀតដោយសារតែឆាត់យងផង Command Module បានធ្លាក់ចុះទៅក្នុងមហាសមុទ្រ Pacific ដោយមាននាវាផ្ទុកយន្តហោះមួយគ្រឿងរបស់អាមេរិកនៅរងចាំជាស្រេចនៅក្បែរនោះអវកាសយានិកទាំង3រូបនៃបេសកកម្ម Apollo ទី11បានវិលត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាពដែលនាំយកមកជាមួយនៅថ្មពីព្រះច័ន្ទប្រមាណជា22គីឡូក្រាមក៏ប៉ុន្តែពួកគេក៏បានបន្សល់នៅរបស់ជាច្រើនផងដែរទុកនៅលើដីព្រះច័ន្ទក្រៅពីផ្នែកខាងក្រោមនៃកូនយាន Lunar Module គឺមានទង់ជាតិអាមេរិកមានថាសដែលចារសាររបស់ប្រមុខដឹកនាំប្រទេសចំនួន73នៅទូទាំងពិភពលោកមានផ្លាកដែលមានហត្ថលេខារបស់ប្រធានាធិបតីអាមេរិក Richard Nixon និងអវកាសយានិក Apollo ទាំង3រូបរួមជាមួយនឹងពាក្យដែលបង្ហាញថាមនុស្សជាតិបានចុះចតលើដីព្រះច័ន្ទគឺក្នុងចេតនាសន្តិភាពក្រៅពីវត្ថុអនុស្សាវរីយ៍ផ្លូវការអស់ទាំងនេះអវកាសយានិក Apollo ទី11ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរដោយនៅក្នុងនោះរួមមានស្លាកឈ្មោះអវកាសយានិក3រូបដែលត្រូវបាត់បង់ជីវិតនៅក្នុងបេសកកម្ម Apollo ទី1កាលពីឆ្នាំ1967និងជាពិសេសជាងនេះទៅទៀត Neil Armstrong និង Buzz Aldrin ក៏បានបន្សល់ទុកផងដែរនៅស្លាកឈ្មោះអវកាសយានិកសូវៀត2រូបគឺ Vladimir Komarov ដែលបាត់បង់ជីវិតក្នុងបេសកកម្មអវកាសនិង Yuri Gagarin ដែលនៅតែជាប់ឈ្មោះថាជាមនុស្សដំបូងបង្អស់ដែលបានហោះចេញទៅក្នុងទីអវកាសការបន្សល់ទុកនៅស្លាកឈ្មោះអវកាសយានិកសូវៀតដែលជាគូសត្រូវនៅក្នុងពេលដែលសង្គ្រាមត្រជាក់កំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះវាគឺជាកាយវិការមួយបញ្ជាក់ថាសម្រាប់អវកាសយានិក Apollo បើទោះបីជានៅលើដីមានការបែងចែកជាជាតិសាសន៍ជាប្រទេសដែលមានទៅដោយចំនួននិងការប្រជែងគ្នាក៏ប៉ុន្តែនៅក្នុងទីអវកាសវិញជោគជ័យនៅក្នុងការចុះចតលើដីព្រះច័ន្ទវាគឺជាជោគជ័យរួមរបស់មនុស្សជាតិទាំងមូល